បទពិសោធន៍ក្នុងការប្រើប្រាស់ថ្នាំព្យាបាលជំងឺចិត្តរយៈពេល5ឆ្នាំចុងក្រោយនេះធ្លាប់ប្រើអស់ហើយទាំងថ្នាំក្នុងស្រុកក៏ធ្លាប់ប្រើថ្នាំក្រៅស្រុកក៏ធ្លាប់ប្រើថ្នាំល្អក៏ធ្លាប់ប្រើថ្នាំអន់ក៏ធ្លាប់ប្រើនៅពេលដែលគេប្រាប់ថាថ្នាំតម្លៃខ្ពស់ថ្នាំតម្លៃថ្លៃគុណភាពល្អថ្នាំតម្លៃថោកគុណភាពអន់ណាអត់ជឿគេទេព្រោះគិតថាថ្នាំដូចតែគ្នាធៀបផ្សំតែមួយតាគ្រាន់ថាមួយផលិតនៅក្នុងប្រទេសជឿនលឿនហើយមួយទៀតនឹងផលិតនៅក្នុងប្រទេសអភិវឌ្ឍតែនៅពេលដែលប្រើជាក់ស្ដែងខ្លួនឯងបានដឹងថាថ្នាំដែលមានគុណភាពល្អវាស្រួលប្រើហើយមិនសូវធ្វើទុកទេមិនដូចថ្នាំដែលមានគុណភាពអន់ពេលខ្លះធ្វើទុកខ្លាំងហើយអ្នកជំងឺអាចមានអត្រានៃការបោះបង់ការព្យាបាលចោលច្រើនតែពេលហ្នឹងបានដឹងថាអូមិនបានគេចូលចិត្តប្រើថ្នាំដែលមានគុណភាពល្អជាងថ្នាំដែលតម្លៃធូរថ្លៃហើយគុណភាពអន់សម្រាប់ការព្យាបាលអ្នកជំងឺរបស់ខ្ញុំចូលចិត្តប្រើប្រាស់ថ្នាំដែលមានគុណភាពល្អថ្នាំដែលចេញពីមន្ទីរពិសោធន៍ធំៗក្រុមហ៊ុនល្បីៗប៉ុន្តែលុះត្រាតែថ្នាំនៅក្នុងស្រុកនឹងអត់បានខ្ញុំរកថ្នាំធម្មតាយកមកប្រើតែឆែកមើលគុណភាពដែរបើសិនជាថ្នាំនឹងល្អបានយកមកប្រើបើថ្នាំនឹងគុណភាពអត់ល្អទេអត់យកមកប្រើទេអញ្ចឹងថ្នាំល្អតម្លៃថ្លៃហើយនឹងថ្នាំអន់តម្លៃធូរថ្លៃខុសគ្នាមិនខ្លះទៅថ្នាំដែលមានគុណភាពខ្ពស់ឬក៏ថ្នាំដែលមានគុណភាពល្អភាគច្រើនផលិតដោយមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុតហើយសារធាតុសកម្មនៅក្នុងគ្រាប់ថ្នាំហ្នឹងគឺគ្រប់របស់វាល្អនៅពេលដែលសារធាតុថ្នាំចូលនៅក្នុងឈាមហ្នឹងវាមានកម្រិតថេរស្មើល្អសារធាតុសកម្មធ្វើការរលូនកម្រិតថ្នាំមិនខ្ពស់ពេកនៅក្នុងឈាមទេដែលវាសុវត្ថិភាពសម្រាប់អ្នកដែលមានបញ្ហាខ្សោយថ្លើមមនុស្សចាស់និងអ្នកដែលឆាប់ភ័យអ្នកដែលលេបថ្នាំល្អមិនសូវធ្វើទុកទេអញ្ចឹងទៅអ្នកជំងឺហ្នឹងគាត់អាចបន្តការព្យាបាលហ្នឹងបានវែងឆ្ងាយចាប់ចង់ចាប់ដើមអត្រានៃការលាប់ជំងឺវិញតិចតួចហើយអត្រានៃការជាសះស្បើយហ្នឹងវាច្រើនថ្នាំដែលមានគុណភាពខ្សោយឬក៏ថ្នាំដែលមានគុណភាពអន់ហើយមានតម្លៃធូរថ្លៃភាគច្រើនផលិតអត់សូវគ្រប់តាមក្បួនខ្នាតនិងការណែនាំក្នុងការផលិតបានត្រឹមត្រូវទេសារធាតុសកម្មនៅក្នុងថ្នាំពេលខ្លះមានតិចទៅពេលខ្លះមានច្រើនទៅមិនគ្រប់ចំណុះបានល្អទេដល់ពេលដែលភាសាថ្នាំទាំងអស់ហ្នឹងវាឆាប់ស្រូបចូលទៅក្នុងសារពាង្គកាយដែលធ្វើឲ្យកម្រិតថ្នាំនៅក្នុងឈាមហ្នឹងខ្ពស់ខ្លាំងហើយងាយនឹងធ្វើទុកដូចជាឈឺកាពះងងុយគេងខ្លាំងញ័រទ្រូងឬក៏ឆាប់ភ័យហើយកម្រិតថ្នាំនៅក្នុងឈាមហ្នឹងអត់ថិតថេរហើយក៏វាឆាប់សាបជាថ្នាំទៅវិញដែរឧទាហរណ៍ថ្នាំប៉ារ៉ាដែលមានគុណភាពល្អនៅពេលដែលយើងក្តៅខ្លួនយើងលេបមួយគ្រាប់ទៅបាត់តាំងពីព្រឹកដល់ល្ងាចក៏មានដែរតែថ្នាំប៉ារ៉ាធម្មតាពេលខ្លះលេប2គ្រាប់ផងលេបទៅពេលព្រឹកពេលថ្ងៃក្តៅខ្លួនវិញដដែលថ្នាំងុយគេងដែលមានគុណភាពអន់ខ្លះលេបទៅថែមកន្លះគ្រាប់គេងជ្រុលតែបើសិនជាថយវិញទៅជាគេងអត់លក់ហើយបើនិយាយពីតម្លៃវិញថ្នាំដែលមានគុណភាពខ្ពស់ពេលខ្លះ30គ្រាប់$12អីចឹងទៅតែដល់ពេលថ្នាំដែលមានគុណភាពអន់100គ្រាប់តែ5រៀលទេ